នេះគឺជាដំណើរទស្សនកិច្ចសិក្សារបស់និស្សិតមហាវិទ្យាល័យសេដ្ឋកិច្ចឆ្នាំទី4នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងដើម្បីសិក្សាស្វែងយល់ពីតំបន់សេដ្ឋកិច្ចមួយចំនួននៅខេត្តព្រះសីហនុនៅក្នុងដំណើរទស្សនកិច្ចនេះមាននិស្សិតចំនួន170នាក់រួមនឹងសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូចំនួន10នាក់បានដឹកនាំក្រុមនិស្សិតទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចចំនួន3ផ្សេងៗគ្នានៅក្នុងដំណើរទស្សនកិច្ចសម្រាប់ថ្ងៃទី1និស្សិតទាំងអស់បានទៅទស្សនកិច្ចសិក្សាស្វែងយល់ពីរោងចក្រកសិឧស្សាហកម្មចម្រាញ់ដូងប្រេងរបស់លោកអុកញ៉ាម៉ុងរិទ្ធីនិងបានជួបសំណេះសំណាលជាមួយនឹងអ្នកជំនាញការនៅក្នុងរោងចក្រចម្រាញ់ដូងប្រេងនោះទៀតផងការជួបជុំរបស់និស្សិតដែលកំពុងសិក្សានៅក្នុងឆ្នាំទី4នៃជំនាញសេដ្ឋកិច្ចនេះត្រូវបានរៀបចំឡើងដោយសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជារៀងរាល់ឆ្នាំទៅតាមតំបន់សេដ្ឋកិច្ចផ្សេងៗគ្នាជារៀងរាល់ឆ្នាំហ្នឹងគឺមហាវិទ្យាល័យសេដ្ឋកិច្ចយើងបាននាំនិស្សិតមកគោលដៅគឺយើងមានមក3ចាយើងញែកចេញជាទី1យើងមកកសិឧស្សាហកម្មគឺយើងចាប់យករោងចក្រម៉ុងរិទ្ធីដែលជារោងចក្រចម្រាញ់ដូងប្រេងចាហើយគោលដៅបន្ទាប់របស់យើងគឺយើងទៅផ្នែកឧស្សាហកម្មគឺយើងយកឲ្យសិស្សហ្នឹងទស្សនកិច្ចរោងចក្រផលិតស្រាបៀរអង្គរចាហើយយើងមានផ្នែកមួយទៀតគឺយើងយកខាងសេវាកម្មកំពង់ផែចាអញ្ចឹងគឺយើងមានទិសដៅ3ហើយគោលដៅដែលយើងនាំនិស្សិតមករោងចក្រចម្រាញ់ដូងប្រេងម៉ុងរិទ្ធីហ្នឹងគឺយើងចង់ឲ្យសិស្សក្រៅពីការយល់ដឹងពីទ្រឹស្ដីសេដ្ឋកិច្ចនៅក្នុងសាកលវិទ្យាល័យរបស់យើងហ្នឹងគឺយើងចង់ឲ្យសិស្សមើលឃើញផ្ទាល់ជាក់ស្ដែងពីសកម្មភាពផលិតចម្រាញ់ផ្លែដូងប្រេងឲ្យទៅជាប្រេងដែលជាមុខព្រួញនាំចេញមួយរបស់យើងហើយយើងមានរោងចក្រហ្នឹងគឺយើងមានជារោងចក្រដំបូងគេអញ្ចឹងគឺយើងចង់ឲ្យសិស្សហ្នឹងគឺដឹងពីស្ថានភាពផ្ទាល់ក្នុងការចម្រាញ់ដូងនាំចេញក្រៅពីទ្រឹស្ដីនៅក្នុងសាកលវិទ្យាល័យនិស្សិតទាំងអស់អាចមកទស្សនាផ្ទាល់ពីសកម្មភាពនៃការផលិតចេញពីរោងចក្រពិតៗនិងផលិតផលដែលទទួលបានពីរោងចក្ររួមទាំងយល់ច្បាស់ពីដំណើរការនៃការផលិតពីដំណាក់កាលមួយទៅដំណាក់កាលមួយរបស់ចង្វាក់ផលិតកម្មពួកខ្ញុំមកក្នុងថ្ងៃនេះគឺពួកខ្ញុំបានទទួលចំណេះដឹងផ្សេងជាច្រើនទី1ខ្ញុំបានទទួលចំណេះដឹងបន្ថែមទៀតទាក់ទងទៅនឹងអ្វីដែលខ្ញុំរៀនពីព្រោះខ្ញុំរៀននៅក្នុងមុខវិជ្ជាសេដ្ឋកិច្ចគឺរៀនតាមបែបទ្រឹស្ដីអញ្ចឹងពួកខ្ញុំរៀនមិនទាន់ច្បាស់ទេស្បិតតែសាកលវិទ្យាល័យគាត់ផ្ដល់ចំណេះដឹងច្បាស់ក៏ប៉ុន្មានប៉ុន្តែទាល់តែបានមកឃើញទស្សនវិជ្ជាចាក់ស្ដែងនៃបរិបទនៃការធ្វើអាជីវកម្មចាក់ស្ដែងនិងការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាពអញ្ចឹងពួកខ្ញុំយល់ច្បាស់ពីទ្រឹស្ដីហ្នឹងទី2គឺខ្ញុំអាចបានឃើញនៅផលិតផលរបស់ខ្មែររបស់ខ្លួនឯងហើយនៅយ៉ាងទៀតគឺខ្ញុំអាចពេលដែលខ្ញុំដឹងហើយខ្ញុំអាចនៅប្រាប់នៅមិត្តភក្តិរបស់ខ្ញុំនៅឯនៅសាលាដើម្បីចែកចំណេះដឹងដែលខ្ញុំបានយល់ដឹងបំពេញហ្នឹងយកទៅប្រាប់មិត្តភក្តិរបស់ខ្ញុំនិងចែកចាយទៅអ្នកដែលគាត់អត់បានមកដល់ទីនេះផ្ទាល់កាលពីមុនខ្ញុំមិនដែលស្គាល់ថាមិនដែលបាននឹងឃើញដូងប្រេងហ្នឹងវាប៉ុណ្ណាហ្នឹងដល់ឥឡូវខ្ញុំបានឃើញផ្ទាល់ថាដូងប្រេងវារូបរាងអញ្ចឹងហើយបន្ទាប់មកមិនដែលដឹងថាដូងប្រេងវាចេញមកជាក្រមអញ្ចឹងណានេះជាមោទនភាពមួយរបស់និស្សិតក៏ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលបានផ្ដល់ឱកាសឲ្យនិស្សិតបានសិក្សាស្វែងយល់ពីបរិបទនៅក្នុងសង្គមក៏ដូចជាចូលរួមអភិវឌ្ឍលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅតាមតំបន់ដែលមានសក្តានុពលបានរួមចំណែកយ៉ាងសកម្មមិនត្រឹមតែផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះនោះទេថែមទាំងជំរុញឲ្យមានការនាំចេញទៅក្រៅប្រទេសថែមទៀតផងហើយនេះគឺជាវិស័យមួយដែលមានអាទិភាពដែលធ្វើឲ្យប្រទេសកម្ពុជាឈានទៅរកសមាហរណកម្មអាស៊ាននាឆ្នាំ2015ខាងមុខរោងចក្រផលិតដូងប្រេងនេះបានបង្កើតឡើងនូវប្រព័ន្ធកំណែទម្រង់ថ្មីដ៏មានប្រសិទ្ធភាពមួយដែលអាចធ្វើឲ្យរោងចក្រមានភាពរីកចម្រើនយ៉ាងជឿជាក់និងកត្តាសំខាន់មួយចំនួនទៀតដូចជាកត្តាទីតាំងរោងចក្រចំការដូងប្រេងរាប់ម៉ឺនហិកតានិងធនធានមនុស្សជាពិសេសនោះបានជួយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យមានការងារធ្វើនិងមានជីវភាពរស់នៅសមរម្យបានទៀតផងព្រោះនិយាយថាអត្ថប្រយោជន៍គឺមានច្រើនណាស់ចំពោះទី1អាចជួយប្រទេសជាតិយើងបាននៅក្នុងវិស័យគេថាវិស័យឧស្សាហកម្មមួយបាទហើយរីឯមនុស្សវិញនិយាយថាប្រជាពលរដ្ឋទីនេះគាត់ងាយស្រួលក្នុងការរកលុយបាទអញ្ចឹងក្នុងមួយថ្ងៃតួគាត់ទៅរកធ្វើការងារនៅក្រៅនៅក្នុងទីក្រុងភ្នំពេញគាត់ត្រូវជួលផ្ទះជួលអីគេនៅណាប៉ុន្តែនៅទីនេះក្រុមហ៊ុនឲ្យផ្ទះស្នាក់នៅមានបន្ទប់នៅមានបាយហូបមួយពេលទៀតបាទអញ្ចឹងក្នុង
mà khaiហ្នឹងគឺគាត់អាចនិយាយថាផលកម្រៃគាត់អ្នកខ្លះបើថាគ្រួសារមិនមែនថាធ្វើទាំងមានតែគ្រួសារហ្នឹងឲ្យធ្វើតែម្នាក់អត់ទេខ្លះមានដល់5នាក់6នាក់ទាំងអស់ទាំងកូននិងប្រពន្ធមកតគ្នាទាំងអស់បាទអញ្ចឹងគាត់ងាយស្រួលក្នុងការរកលុយដែរបាទគាត់មានបាយហើយគាត់អត់មានចាំបាច់ក៏និយាយពេលហ្នឹងចាំបាច់ទៅដើររកការងារភ្នំពេញឬក៏នៅតាមខេត្តផ្សេងឬតាមក្រៅទៅខាងក្រៅប្រទេសទៀតទេ បន្ទាប់ពីបានទស្សនកិច្ចសិក្សានៅចំការដងព្រេងរបស់លោកអុកញ៉ាម៉ុងរទ្ធីរួចមកដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតដែលដឹកនាំដោយសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងក៏បានបន្តដំណើរឆ្ពោះទៅរោងចក្រឧស្សាហកម្មផលិតស្រាបៀរអង្គរដើម្បីទៅសិក្សាស្វែងយល់ពីវិធីសាស្ត្រក្នុងការផលិតស្រាបៀរនិងជីវប្រវត្តិខ្លះៗដែលទាក់ទងទៅនឹងការកកើតនៃរោងចក្រមួយនេះក៏ដូចជាវត្ថុធាតុដើមក្នុងការផលិតស្រាបៀរ ដំណើរទស្សនកិច្ចសិក្សាថ្ងៃនេះផងដែរគឺខ្ញុំបានទទួលផលប្រយោជន៍ច្រើនណាស់ដោយសារខ្ញុំបានដឹងអំពីប្រវត្តិនៃក្រុមហ៊ុនក៏ដូចជាគោលដៅរបស់ក្រុមហ៊ុនទស្សនវិស័យរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យដំណើរការក្នុងការផលិតនេះគឺធ្វើយ៉ាងម៉េចដើម្បីផ្គត់ផ្គង់ទៅលើតម្រូវការនៅលើទីផ្សារហើយយើងធ្វើការនាំចេញទៅកាន់ប្រទេសជាច្រើននៅលើសកលលោកផងដែរក្រៅពីសិក្សាក្នុងសកលហើយពួកយើងបានសិក្សាក្រៅដូចជាឥឡូវនេះពួកយើងនៅស្រាបៀររោងចក្រស្រាបៀរអង្គរពួកខ្ញុំក៏ទទួលបានចំណេះដឹងដែរក្រៅពីសិក្សាដែលផ្ដល់ឲ្យមានឱកាសជាច្រើនពួកខ្ញុំភ្លឺស្វាងកាន់តែច្រើនក្រៅពីទ្រឹស្ដីចំណេះដឹងដែលខ្ញុំទទួលបានថ្ងៃនេះអាចបង្ហាញផ្លូវរបស់ពួកខ្ញុំជានិស្សិតឆ្នាំទី4អញ្ចឹងពួកខ្ញុំថាក្រៅពីទទួលបានចំណេះដឹងលើកនេះហើយពួកខ្ញុំយល់ថាពួកខ្ញុំគឺមានបង្ហាញផ្លូវរបស់ពួកខ្ញុំកាន់តែច្បាស់លាស់ជាងមុនទៀតរាល់សកម្មភាពទាំងអស់នាងខ្ញុំឃើញថាប្រទេសកម្ពុជាយើងមានលក្ខណៈរីកចម្រើនសង្វាក់ផលិតកម្មរបស់គេក៏មើលទៅភាពរលូន ការរៀបចំឲ្យមានដំណើរទស្សនកិច្ចសិក្សានេះបានធ្វើឲ្យនិស្សិតទាំងអស់ទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនដ៏មានតម្លៃបន្ថែមទៀតទៅនឹងក្រុមហ៊ុនស្រាបៀរអង្គរក៏ដូចជាគោលដៅរបស់ក្រុមហ៊ុនទស្សនវិស័យរបស់ក្រុមហ៊ុនដំណើរការក្នុងការផលិតដើម្បីផ្គត់ផ្គង់ទៅលើតម្រូវការនៅលើទីផ្សារទាំងអស់នេះគឺជាផលប្រយោជន៍ដ៏មានសារៈសំខាន់បំផុតដែលជាស្ពានចម្លងរបស់ពួកគេក្នុងការសិក្សាស្រាវជ្រាវដើម្បីទទួលបានភាពជោគជ័យក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនស្រាបៀរអង្គរបានឲ្យដឹងថាតបថ្ងៃនេះក្រុមហ៊ុនមានខ្សែសង្វាក់ផលិតកម្មចែកចេញជា3ដូចជាខ្សែសង្វាក់ផលិតកម្មច្រកជាកំប៉ុងច្រកជាដបនិងច្រកជាធុងនៅក្នុងក្រុមហ៊ុននេះផងដែរក៏មានផលិតជាភេសជ្ជៈនិងទឹកបរិសុទ្ធផងដែរដែលអាចនិយាយបានថាជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលអាចផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកនិងការនាំចេញទៅក្រៅប្រទេសបានជាច្រើនទៀតផង លើពីនេះទៅទៀតក្រុមហ៊ុនមួយនេះក៏ជាស្នាព្រះហស្ថរបស់សម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋអតីតព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រោងចក្រនេះគឺជារោងចក្រមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 1965 គឺជាស្នាព្រះហស្ថមួយក្នុងចំណោមស្នាព្រះហស្ថផ្សេងៗរបស់ព្រះបាទនរោត្តមសីហនុប៉ុន្តែក្រោយមកទៀតដោយសាររោងចក្រនេះផ្អាកដំណើរការរយៈពេលប្រហែលជា 72 ទសវត្សរ៍ ទើបរហូតដល់ឆ្នាំ 1991 ក្រុមហ៊ុនវិនិយោគទុនរបស់ប្រទេសម៉ាឡេស៊ីគឺក្រុមហ៊ុន Kemru ដែលជាភាសាខ្មែរគឺយើងហៅថាក្រុមហ៊ុនស្រាបៀរកម្ពុជា Kemru គាត់បានមកវិនិយោគនៅក្នុងរោងចក្រនេះពីរដ្ឋាភិបាលរយៈពេល 60 ឆ្នាំក្រោយមកទៀតគឺដោយសារយើងនាំចេញនៅវត្ថុធាតុដើមនាំចេញនៅប្រភេទស្រាបៀររបស់យើងនឹងទៅកាន់ប្រទេសមួយចំនួនទើបធ្វើឲ្យក្រុមហ៊ុន Casbia របស់ដាណាម៉ាក Casbia យើងអាចនិយាយបានថាគឺជាក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនស្រាបៀរមួយលំដាប់លេខ 2 ឬមួយក៏លេខ 1 ឬមួយក៏លេខ 2 នៅលើពិភពលោកគាត់បានមក joint venture រួមភាគទុនដឹកជាមួយនឹងក្រុមហ៊ុនស្រាបៀរកម្ពុជា Kemru យើងនឹងអញ្ចឹងបច្ចុប្បន្នថ្ងៃគឺយើងមាន2គឺក្រុមហ៊ុន Kemru របស់ប្រទេសម៉ាឡេស៊ីនិងក្រុមហ៊ុន Casbia របស់ដាណាម៉ាក ថ្ងៃកាន់តែជ្រៅទៅបន្ទាប់ពីការសិក្សាស្វែងយល់ពីក្រុមហ៊ុនស្រាបៀរអង្គរក៏ដូចជាការធ្វើដំណើរពេញមួយថ្ងៃហើយនោះទើបធ្វើឲ្យក្រុមនិស្សិតទាំងអស់មានការនឿយហត់អស់កម្លាំងរួចក៏បានមកសម្រាកអង្គុយលេងនៅផ្នែកខាងក្រោមនៃក្រុមហ៊ុនស្រាបៀរអង្គរដើម្បីជាការជួបជុំគ្នានិងបានភ្លក់រសជាតិនៃស្រាបៀរអង្គររួមទាំងភេសជ្ជៈផ្សេងៗទៀតដែលជាផលិតផលរបស់ក្រុមហ៊ុនស្រាបៀរអង្គរដែលមានរសជាតិដ៏សែនឈ្ងុយឆ្ងាញ់ពិសានិងបានជួបពិភាក្សាជាមួយនឹងអ្នកជំនាញការនៅទីនោះផងដែរ លុះដល់ព្រឹកឡើងថ្ងៃបន្ទាប់
ក្បួនដំណើរក៏បានចេញទៅទស្សនកិច្ចសិក្សានៅតំបន់កំពង់ផែស្វាយ័តក្រុងព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចពិសេសនិងសេវាកម្មនាំចេញនាំចូលទំនិញគ្រប់ប្រភេទដែលជាទិសដៅដ៏សំខាន់សម្រាប់និស្សិតជំនាញសេដ្ឋកិច្ចដើម្បីចុះមកសិក្សាស្វែងយល់ក្រេបយកចំណេះដឹងបន្ថែមទុកជាកំណប់ទ្រព្យដ៏មហាសាលសម្រាប់ជីវិតរីឯប្រទេសជាតិក៏កំពុងត្រូវការធនធានមនុស្សក្នុងការចូលរួមស្ថាបនាប្រទេសជាតិឲ្យបានល្អប្រសើរ និស្សិតដែលបានរៀននៅសាលានោះរយៈពេល4ឆ្នាំហ្នឹងគឺភាគច្រើនសិស្សបានយល់អំពីទ្រឹស្ដីហើយយើងឃើញថាក្រៅពីទ្រឹស្ដីគឺសិស្សត្រូវការយល់ដឹងបន្ថែមទៀតអំពីការអនុវត្តជាក់ស្ដែងឬសកម្មភាពរបស់ក្រុមហ៊ុននានាដែលក្រុមនិស្សិតនីមួយៗត្រូវតែដឹងពីព្រោះថាមុននឹងនិស្សិតបានបញ្ចប់ការសិក្សានិស្សិតត្រូវត្រៀមខ្លួនចូលក្នុងសង្គមអញ្ចឹងបែរថាក្រៅពីការសិក្សាទៅទ្រឹស្ដីហ្នឹងគឺការអនុវត្តជាក់ស្ដែងឬសកម្មភាពអនុវត្តដែលបានគេធ្វើជាក់ស្ដែងនេះគឺជាការសំខាន់ដែលសិស្សត្រូវមានការយល់ដឹងពីងាយស្រួលថាថ្ងៃក្រោយទោះជានិស្សិតហ្នឹងមិនបានទៅធ្វើការឲ្យក្រុមហ៊ុនដទៃទៀតក៏សិស្សចង់ធ្វើអាជីវកម្មខ្លួនឯងក៏សិស្សតែមានគំនិតថាត្រូវធ្វើយ៉ាងម៉េចត្រូវមានលក្ខខណ្ឌយ៉ាងម៉េចឬអនុវត្តឲ្យបានលម្អិតយ៉ាងម៉េចជាដើម ម្នាក់ពោពេញទៅដោយទឹកមុខថ្មឹងថ្មាតត្រង់ត្រាប់ស្ដាប់អត្ថាធិប្បាយរបស់លោកជាសម្បត្តិនាយកផែនការនិងស្ថិតិផែនការនៃកំពង់ផែស្វាយ័តក្រុងព្រះសីហនុដើម្បីឲ្យនិស្សិតទាំងអស់យល់ដឹងកាន់តែច្បាស់ពីដំណើរការនិងផែនការប្រចាំថ្ងៃរបស់កំពង់ផែនិងការនាំនាវាចេញចូលសេវាកម្មលើកដាក់ទំនិញនិងសេវាកម្មសន្តិសុខក្នុងតំបន់កំពង់ផែនេះ បានទូចាដែរអំពីការទី1គឺចំណូលរបស់កំពង់ផែទី2គឺ process របស់កំពង់ផែទី3គឺលក្ខណៈរដ្ឋបាលរបស់កំពង់ផែដោយថាពីមុនមកយើងដែរដឹងថាក្នុងហ្នឹងគេមាន process ហ្មិចគេធ្វើការរបៀបម៉េចដូចជាមានរត់ឯកសាររបៀបម៉េចហើយនឹងចង់ថាអត់ដឹងថាក្នុងមួយឆ្នាំហ្នឹងតើយើងមានទំនិញអីខ្លះដែលត្រូវនាំចេញទៅស្រុកក្រៅ ពេលដែលខ្ញុំមកដល់ទីនេះគឺធ្វើឲ្យខ្ញុំស្គាល់កាន់តែច្បាស់ថាតើតំបន់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងវាផលិតអីខ្លះមានដំណើរការអីខ្លះហើយជាពិសេសគឺខ្ញុំបានឃើញថាប្រទេសកម្ពុជារបស់យើងក៏មានតំបន់សេដ្ឋកិច្ចហើយក៏មានកន្លែងសម្រាប់ផលិតផលសម្រាប់នាំចេញដែរមិនមែនមានន័យថាទោះបីជាប្រទេសយើងកំពុងតែអភិវឌ្ឍប៉ុន្តែក៏ប្រទេសយើងក៏ខំប្រឹងហើយកំពុងតែមានសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសយើងអញ្ចឹង គោលគំនិតសំខាន់របស់មហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងគឺទាក់ទងទៅនឹងការបណ្ដុះបណ្ដាលធនធានមនុស្សចំណេះដឹងថ្មីៗដ៏មានតម្លៃនិងចក្ខុវិស័យដ៏សំខាន់ដែលបានបង្កើតឡើងតាមរយៈការសិក្សាស្រាវជ្រាវក្នុងដំណើរទស្សនកិច្ចសិក្សានេះការរៀបចំឲ្យមានដំណើរទស្សនកិច្ចសិក្សានេះមិនត្រឹមតែបង្កើតឲ្យមានបណ្ដាញទំនាក់ទំនងល្អនឹងគ្នាប៉ុណ្ណោះនោះទេតែថែមទាំងបង្កើតឲ្យមានឱកាសឲ្យពួកគេសិក្សាស្វែងយល់ឲ្យស៊ីជម្រៅទៅលើវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យពួកគេក្រេបយកចំណេះជំនាញពិតប្រាកដទៅថ្ងៃអនាគតដើម្បីក្លាយជាអ្នកធុរកិច្ចដ៏ជំនាញថែមទៀតផងដោយឆ្លងកាត់ការវេតម្លៃដ៏យកចិត្តទុកដាក់រួចមកយើងឃើញថាគម្រោងដំណើរទស្សនកិច្ចរបស់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងទៅតាមតំបន់សេដ្ឋកិច្ចនានានោះគឺបានបណ្ដុះគំនិតកូនខ្មែរឲ្យយល់ដឹងពីវិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជាកាន់តែច្បាស់ថែមទៀតដោយផ្លាស់ប្ដូរនូវផ្នត់គំនិតដើម្បីឈានទៅរកការអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព